រឿងចំនៅគេពុកយើងមកពីចំការវិញហើយពុកយើងមកពីចំការវិញហើយកំពុងតែឃ្លានបាយផងឥឡូវពុកមកដល់ល្មមពុកបើពុកមកពីចំការវិញហើយតោះពុកទៅងូតទឹកឆាប់បានពិសាបាយពុកមើលទៅពុកដូចជាអស់កម្លាំងខ្លាំងណាស់អញ្ចឹងពុកទៅរៀបចំងូតទឹកសម្អាតខ្លួនសិនណាកូនខ្លួនឯងរៀបចំបាយទឹកឲ្យហើយទៅនៅពេលដែលពុករៀបចំងូតទឹករួចពុកនឹងមកហូបបាយជុំគ្នាតែម្ដងនៅពេលដែលឪពុកកូនទាំង4នាក់កំពុងតែហូបបាយជុំគ្នាបងប្រុសនៅពេលដែលបងធំឡើងបងចិញ្ចឹមពុកដែរទេបងប្រកាសជាចិញ្ចឹមគាត់ហើយអូនព្រោះអីពុកគឺជាពុករបស់យើងទាំងមូលស្រេចតែលើគាត់ទេមិនដឹងថាគាត់ទៅនៅជាមួយនឹងកូនណានោះទេពុកបើកូនធំឡើងកូនមានប្រពន្ធតើពុកទៅរស់នៅជាមួយកូនណាឬទេពុករឿងនេះពុកមិនទាន់ដឹងនោះទេកូនចាំដល់ពេលពុកចាស់សិនទៅហើយណាមួយកូនក៏មិនទាន់មានប្រពន្ធគ្រប់គ្នានឹងដែរនៅពេលដែលពិសាបាយជុំគ្នារួចហើយអ្នកទាំង4អ្នកឲ្យកូនបាននាំគ្នាចូលសម្រាកបាត់អស់ទៅបុណ្ណាកូនឯងនៅផ្ទះមើលថែទាំប្អូនផងណាកុំដើរលេងច្រើនពេកពុករៀបចំទៅចំការហើយណាព្រោះអីថ្ងៃនេះពុកត្រូវកាត់ស្មៅនិងតែងមេស្វាយចន្ទីរបស់យើងផងបាទពុកមិនអីទេខ្ញុំនឹងមើលថែទាំប្អូនឲ្យបានល្អណាពុកជាច្រើនឆ្នាំបានកន្លងផុតទៅកូនប្រុសទាំង3របស់លោកអ៊ំសាយបានមានគ្រួសារមានប្រពន្ធបែកគ្រួសាររៀងខ្លួនបាត់អស់ទៅនៅសល់តែវុធីដែលជាកូនប្រុសពៅដែលរស់នៅជាមួយនឹងគាត់និងជួយបម្រើការងាររបស់គាត់ជាប្រចាំថ្ងៃវុធីថ្ងៃនេះឯងមកចំការតែម្នាក់ឯងទេអីហើយចុះពុកឯងគាត់ទៅណាបាត់ទៅបានជាមិនមកចំការរាល់ថ្ងៃគ្នាឃើញគាត់ដោយសារមកចំការតែម្នាក់ឯងទេបាទហុលថ្ងៃនេះពុករបស់គ្នាគាត់ដូចជាមិនសូវស្រួលខ្លួនអញ្ចឹងគ្នាឲ្យគាត់សម្រាប់នៅផ្ទះទៅគ្នាក៏មកចំការតែម្នាក់ឯងទៅណាមិនអីទេការងារប៉ុណ្ណេះគ្នាអាចធ្វើបានហើយនិយាយអញ្ចឹងបុទ្ធីឯងអត់ទៅរើហូបបាយហូបទឹកអីទេអីម៉ោង11កន្លះជាងហើយណាអូម៉ោង11កន្លះហើយមិនមែនហុលអញ្ចឹងគ្នាក៏ទៅដែរព្រោះអីដូចជាហៀវបាយដែរហើយនៅពេលដែលបុទ្ធីដើរត្រឡប់ទៅដល់ផ្ទះវិញពុកតើការៈជំងឺរបស់ពុកបានធូរស្រាលខ្លះហើយឬនៅពុកហើយពុកបានពិសាថ្នាំទៀតហើយឬនៅពុកនៅមិនទាន់បានធូរនៅឡើយទេកូនអាការៈរបស់ពុកនៅតែរងាស្រីវស្រាញដដែលនឹងកូនអើយហើយថ្នាំពុកក៏លាបហើយដែរអញ្ចឹងស្អែកកូនឯងទៅហៅបងរបស់កូនឯងមកជួបពុកបន្តិចមកបើអញ្ចឹងពុកក្រោកពិសាបាយសិនទៅពុកចាំកូនរៀបចំបាយទឹកជូនពុកពិសាហើយចាំថ្ងៃស្អែកចាំកូនទៅហៅបងប្រុសឲ្យមកជួបពុកជំងឺរបស់ពុកកាន់តែធ្ងន់ទៅហើយកូនពុកប្រហែលជាមិនអាចរស់យូរបានទៀតនោះទេពុកកុំនិយាយដូចគ្នាអីពុកជំងឺរបស់ពុកដូចជាមិនអីនោះទេនៅថ្ងៃស្អែកនេះបងប្រុសគាត់នឹងមកដល់ហើយអញ្ចឹងពួកគាត់ច្បាស់ជានាំពុកទៅមន្ទីរពេទ្យហើយជំងឺរបស់ពុកប្រកាសជាសះស្បើយតែជាមិនខាននោះទេពុកក៏សង្ឃឹមថាអញ្ចឹងទៅចោះកូនតោះអញ្ចឹងយើងញ៉ាំបាយទៅណាកូនណាឯឡើងបងប្រុសរបស់វុធីបានមកជួបជុំគ្នានៅផ្ទះរបស់វុធីពុកតើពុកមានរឿងអីមែនទេបានជាឲ្យអូនទៅតាមហៅខ្ញុំដល់ផ្ទះអញ្ចឹងពុកហៅកូនមកថ្ងៃនេះគឺពុកចង់និយាយផ្ដាំទៅកូនទាំងអស់គ្នាថាបើឲ្យពីពុកទៅកូនទាំងអស់គ្នាត្រូវតែចេះស្រឡាញ់គ្នានិងចេះមើលថែរក្សាគ្នាឲ្យបានល្អណាព្រោះអីស្ថានភាពជំងឺរបស់ពុកដូចជាមិនធូរស្រាលសោះហើយណាកូនបងប្រុសបងទាំងពីរនាក់អាចយកពុកទៅនៅផ្ទះរបស់បងសិនបានទេបងព្រោះអីខ្ញុំរាល់ថ្ងៃនេះខ្ញុំរវល់ទៅចំការផងហើយណាមួយពុកគាត់នៅផ្ទះតែម្នាក់ឯងម្យ៉ាងគាត់មានជំងឺធ្ងន់ប្រចាំកាយផងទៀតខ្ញុំខ្លាចតែថ្ងៃណាមួយខ្ញុំមកពីចំការមិនទាន់ពុកគាត់ហៀវបាយគាត់ចង់ពិសាបាយគាត់ច្រោះពីលើគ្រែមិនរួចយ៉ាងនេះខ្ញុំខ្លាចតែគាត់ពិបាកទៅថ្ងៃក្រោយអញ្ចឹងបងអាចយកគាត់ទៅនៅផ្ទះរបស់បងសិនបានទេបងអូនពុកគាត់ចង់ទៅនៅជាមួយនឹងយើងតើអូនគឺយ៉ាងណាដែរអូនបងឯងចង់យកគាត់ទៅនៅជាមួយបើបងឯងចង់ឲ្យខ្ញុំលេង
ក៏រត់ថ្ងៃមែនខ្ញុំមិនព្រមទេប្រពន្ធខ្ញុំគាត់មិនព្រមទេពុកអញ្ចឹងពុកឯងឲ្យប្អូនទី2យកពុកឯងទៅនៅជាមួយផ្ទះគេទៅស្អីគេបងឯងធ្វើជាបងប្រុសគេមួយទាំងមូលបងឯងមិនទាំងយកពុកទៅនៅជាមួយផងបងឯងប្រឹងឲ្យពុកទៅនៅជាមួយនឹងខ្ញុំហេតុអីបានជាបងនិយាយដូចនេះទៅវិញពុកលំបាកណាស់ទម្រាំតែចិញ្ចឹមពួកយើងទាំង3នាក់ឲ្យបានធំដឹងក្តីមកដល់នៅពេលនេះហើយពួកបងមានគ្រួសារដោយសារតែអ្នកណាគឺដោយសារតែពុកខំប្រឹងតស៊ូធ្វើការទោះបីជាលំបាកយ៉ាងណាក៏ពុកមិនដែលត្អូញត្អែដែរបើឯងចំណាំអញ្ចឹងឯងឲ្យពុកនៅជាមួយឯងទៅឯងចាំបាច់ហៅបងមកធ្វើអីបានណាគ្មានបានការមែនបងទៅវិញហើយបានមិនអីនោះទេបើពួកបងមើលទៅដូចជាលំបាកយ៉ាងនេះទុកឲ្យពុកនៅជាមួយខ្ញុំក៏បានដែរបានហើយកូនទាំងអស់គ្នាមិនបាច់ឆ្លោះគ្នាដោយសារតែរឿងពុកនោះទេពុកមិនអីនោះទេណាកូនជាច្រើនខែកន្លងផុតទៅឪពុករបស់វុធីបានធ្លាក់ខ្លួនឈឺធ្ងន់ហើយកូនរបស់គាត់បានមកជួបជុំគ្នាម្ដងទៀតពុកប្រហែលជាស្លាប់នៅថ្ងៃនេះហើយណាកូន តែមុននឹងពុកស្លាប់ពុកចង់ឃើញកូនទាំងអស់គ្នាចេះស្រឡាញ់បងប្អូននិងចេះមើលថែរក្សាគ្នាណាកូនណាតែ ពុកមានសល់ដី1ហិកតាដែរសម្រាប់ឲ្យវុធីព្រោះអីវុធីមើលទៅលំបាកជាងគេណាស់គ្នានៅមើលថែរក្សាពុករហូតតាំងតែពីពុកធ្លាក់ខ្លួនឈឺមក ខ្ញុំមិនព្រមទេពុកខ្ញុំជាកូនប្រុសរបស់ពុកម្នាក់ដែរហេតុអីបានជាពុកមិនមានចំណែកឲ្យខ្ញុំសំបីតែបន្តិចសោះអញ្ចឹងពុកធ្វើអញ្ចឹងមិនត្រូវទេពុកកូនប្រុសមានដល់តែ3នាក់ប៉ុន្តែពុកចៃរបស់ទ្រព្យដីធ្លីឲ្យតែអាវុធទី1អញ្ចឹងមិនដូចជាលំអៀងពេកទេអីពុកកូនប្រុសមានដល់តែ3នាក់វាសមណាស់តែចៃស្មើគ្នាណាពុកកូនគុំត្រណែនឹងប្អូនអីណាកូនណា ដោយសារតែវុធីគាត់មើលថែពុកតាំងតែពីពុកធ្លាក់ខ្លួនឈឺមកម្លេះណាកូន អញ្ចឹងដីធ្លីនេះពុកមានតែឲ្យវុធីនឹងហើយមើលពុកនិយាយចែកគេឲ្យអាវុធីទាំងមូលហើយមិនឲ្យខ្ញុំត្រណែនវាមិនកើតពុកខ្ញុំក៏ជាកូនពុកម្នាក់ដែរតើដោយសារតែអ្នកទាំងពីរមិនព្រមព្រៀងទាល់តែសោះភ្លាមនោះជួនជាចៃដន្យលោកអ៊ំមេភូមិបានដឹកកាត់តាមមុខផ្ទះរបស់វុធីលោកអ៊ំមេភូមិបានឮសំឡេងប្រកែកគ្នាយ៉ាងខ្លាំងធ្វើឲ្យលោកអ៊ំមេភូមិសម្រេចចិត្តដើរចូលទៅក្នុងផ្ទះវុធីតែម្ដងហើយអ្នកទាំងអស់គ្នាកំពុងតែធ្វើអីហ្នឹងមិនបានជាមានសំឡេងប្រកែកគ្នាខ្លាំងយ៉ាងនេះលោកអ៊ំមេភូមិមកដល់ពេលនេះគឺល្អតែម្ដងលោកអ៊ំគឺពុករបស់ខ្ញុំគាត់បានចែកដី1ហិកតាទៅឲ្យអាវុធីប្អូនពៅរបស់ខ្ញុំហើយខ្ញុំគឺជាកូនបងគេហើយក៏ជាកូនប្រុសម្នាក់របស់គាត់ដែរប៉ុន្តែគាត់មិនដែលចែកស្អីសោះសូម្បីតែបន្តិចមកឲ្យខ្ញុំទេណាលោកអ៊ំបើអញ្ចឹងរឿងនេះទុកឲ្យអ៊ំជាអ្នកកាត់ក្តីឲ្យពួកឯងទាំង3នាក់នេះទៅចោះអញ្ចឹងអ៊ំសុំសួរពួកឯងមួយនៅពេលដែលពុករបស់ពួកឯងទាំង2នាក់នេះធ្លាក់ខ្លួនឈឺតើអ្នកទាំងពីរមានបានមើលថែជំងឺឲ្យឪពុករបស់ខ្លួនដែរឬទេអត់ផងអ៊ំប្រឹងឲ្យខ្ញុំនៅមើលថែគាត់យ៉ាងម៉េចទៀតបើគាត់រស់នៅជាមួយនឹងវុធីទៅហើយហ្នឹងប្រឹងឲ្យខ្ញុំនៅមើលថែម្នាក់ទៀតអញ្ចឹងខ្ញុំមិនបាច់រើសស៊ីអីទេអ៊ំអើយបើអញ្ចឹងឯងមិនដែលគិតថាឯងខ្មាស់ខ្លួនឯងទេបើឯងមិនខ្មាស់ខ្លួនឯងគួរណាតែខ្មាស់វុធីប្អូនពៅរបស់ឯងផងដែរឪពុករបស់ឯងលំបាកណាស់ទម្រាំតែចិញ្ចឹមពួកឯងបានធំនឹងក្តីមកដល់ពេលនេះហើយពួកឯងបានរៀបការមានប្រពន្ធមានគ្រួសារមានជីវភាពសមរម្យមិនត្រឹមតែមិនជួយទំនុកបំរុងជួយមើលថែឪពុករបស់ខ្លួននោះទេថែមទាំងបណ្ដោយឲ្យគាត់វេទនាថែមទៀតផងអញ្ចឹងដីនេះស័ក្តិសមបំផុតហើយបានទៅលើវុធីព្រោះអីវុធីគេគឺជាអ្នកមើលថែទាំឪពុករបស់ឯងតាំងតែពីដើមមកពុកឲ្យកូនសុំខមាទោសផងពុកចាប់ពីថ្ងៃនេះទៅកូននឹងដឹងកំហុសហើយណាពុកកូននឹងស្រឡាញ់ពុកឲ្យបានច្រើនតោះវុធីប្អូនឆាប់នាំពុកទៅមន្ទីរពេទ្យទៅប្អូនបុគ្គលណាដែលដឹងគុណឪពុកម្ដាយរមែងតែងតែទទួលបានក្តីសុខក្តីចម្រើនជារៀងរាល់ទៅ